យើងសាក់ update មើលគេจะមើលវា load អាម៉េចនេះអញ្ចឹងវា load ទី 2799 អញ្ចឹង ID ចាស់ ID ចាស់របស់យើងនឹងវាខូចហើយឬអញ្ចឹងវាឲ្យ down ថ្មីហើយជឿចុច down ថ្មីទៅឃើញបានទេបាទសួស្តីពុកម៉ែបងប្អូនអញ្ចឹងជួបគ្នានៅវីដេអូថ្មីអញ្ចឹងវីដេអូនេះខ្ញុំមកចែករំលែកអំពីប្រភេទទូរស័ព្ទពពួក iPhone ណាអញ្ចឹងប្រភេទហ្នឹងគឺយើងពិបាក update កម្មវិធីអញ្ចឹងនេះសើកម្មវិធីដែលវាទាមទារ update ណាហើយ update ពីច្រើនគឺ up អត់បានទេដោយសារអីដោយសារapp ដែលយើង download ពីមុនហ្នឹងគឺវាជាប់ជាមួយ Apple ID ចាស់ពីមុនអានេះ ID ថ្មីអញ្ចឹងណាអញ្ចឹងបើសិនជាទូរស័ព្ទបងប្អូនមាន ID ថ្មីប៉ុន្តែយើង update បង្កើតអញ្ចឹងអានេះឈ្មោះនេះគឺ29 កៅគុតID ថ្មីយើងប្រើបានធម្មតាអញ្ចឹងយើងសាក update មើលគេจะមើលវា load អាម៉េចនេះអញ្ចឹងវា load ទី 2799 អញ្ចឹង ID ចាស់ ID ចាស់របស់យើងនឹងវាខូចរបស់បងប្អូនជាប់ឈ្មោះរបស់គេអញ្ចឹងណាហើយរបស់បងប្អូនពីដំបូងហ្នឹងបោះតខ្លួនរបស់យើងអញ្ចឹងទៅអញ្ចឹងខ្ញុំមកប្រាប់ពីរបៀបធ្វើម៉េចដើម្បីឲ្យ update វាបានហើយអត់បាត់ទិន្នន័យអត់បាត់ account បាត់អីអញ្ចឹងណាអញ្ចឹងពីមុនយើងតែងតែលុបវាចោលយើងលុប app ទាំងអស់ហ្នឹងនៅខាងក្រៅអញ្ចឹងលុបវាចោលហើយទៅយើងចូលទៅ App Store down ថ្មីអញ្ចឹងទៅអញ្ចឹងវីដេអូនេះគឺយើងបាច់លុបទេអញ្ចឹងយើងអាច update បានហើយអត់បាត់ account អីទៀតអញ្ចឹងណាអញ្ចឹងបងប្អូនចូលធ្វើតាមខ្ញុំណាអញ្ចឹងដំបូងយើងត្រូវចូលទៅ setting ហើយយើងអស់ទៅរនេះ general ហៅកូនសោនេះហ្នឹងអញ្ចឹងណាហៅកូនសោលកាមហ្នឹងអាហ្នឹងយើងធ្វើបានគ្រប់ iPhone ទាំងអស់មិនថា iPhone មកអីទេធ្វើបានទាំងអស់អញ្ចឹងបន្ទាប់មកយើងយក iPhone storage អញ្ចឹងកន្លែងហ្នឹងវាអាចដើរលឿនដើរយឺតអាស្រ័យលើទូរស័ព្ទបងប្អូនទេអញ្ចឹងយើងចាំវាបន្តិចទៅពេលខ្លះក៏វាអាចយូរពេលខ្លះវាអាចលឿនអញ្ចឹងណាអញ្ចឹងយើងរងចាំទៅអូខេនេះពេលវាចេញអញ្ចឹងមិញយើង update ឆាតអត់បាន Messenger អញ្ចឹងយើងចុចឲ្យលើហ្នឹងមកគឺតាមខ្ញុំអញ្ចឹងមកអូខេវាចេញអញ្ចឹងនៃសញ្ញា down ថ្មីនេះអញ្ចឹងណាអញ្ចឹងយើង back មកវិញហើយឥឡូវខ្ញុំសាកFacebook មួយទៀតអញ្ចឹងតែអញ្ចឹងចុច upload app ហ្នឹងមក upload app ហ្នឹងទៀតទៅអូខេតែប៉ុណ្ណឹងអញ្ចឹងយើងអូសវាចោលទៅហើយកម្មវិធី Facebook យើងអីនៅដដែលឆាតអីក៏នៅដដែលអត់បាត់ទេគាត់ថាវា load សញ្ញាឲ្យ down ថ្មីអញ្ចឹងណាអញ្ចឹងយើងចូលទៅកាន់ App Store មកហើយយើងវាយអីដែលយើងចង់ update ហើយយើង upload វាមិញហ្នឹងតែមិញយើងធ្វើឆាតហើយ Facebook ឃើញអញ្ចឹងវាឲ្យ down ថ្មីហើយជឿចុច down ថ្មីទៅឃើញបានទេហើយឥឡូវយើងសាក Facebook មួយទៀតចឹងកន្លែងនេះបើសិនជាវាទា password បងប្អូនវាយ password របស់បងប្អូនទៅអានេះគេនេះ ID របស់យើង29 កៅគុតអញ្ចឹងវាទា password អញ្ចឹងណាអញ្ចឹងខ្ញុំបញ្ចូល password វាសិនអូខេឃើញបញ្ចូលហើយឃើញបានទេអញ្ចឹងយើងធ្វើអញ្ចឹងទៅយើង update បានគ្រប់កម្មវិធីទាំងអស់ឃើញ29 កៅគុតអញ្ចឹងបងប្អូនចង់update អីទៀតធ្វើអញ្ចឹងទៅកម្មវិធីដែលទី update ហ្នឹងឲ្យ update បានបងប្អូនធ្វើតាមហ្នឹងទៅធានាថាបាន 100% អញ្ចឹងណាតែជាមើលពេល down ចប់យើងអាចចូលបានអត់អូខេនេះអញ្ចឹងឆាតគឺ down ចប់ហើយឃើញទេអញ្ចឹង account របស់យើងហ្នឹងគឺអត់បាត់ទេហើយស្រួលលឿនអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមបងប្អូនទាំងអស់គ្នាចូលចិត្តអញ្ចឹងណាបើចូលចិត្តកុំភ្លេចជួយ like និង follow ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយអរគុណ